Và chim tiếp xu của mày bằng ổn ngày này khi mình video mày một tí đó cái video này khi mà lợi dụng mình dễ bị khai bù sạch và bù mày bằng ổn chỉ bài chứ trong đường thờ khai bù sạch những nấu từ khả năng hay mình prom botol chụp những khai na khla hay mình precision bù mà nè rồi chứ này bạn có mọi khai về dữ xong bạn nằm bù mày bằng ổn một tổ này mọi video cả chỉ mỗi người chụp bạn đôi từ từ bù sắt cái chiếc khát môi nâu phía khang lệch nàyประเทศกัมพูชี khát bù sắt miền tây rùm khát nâu con ông không bù sắt khát bù sắt cái chiếc khát môi đã sắt nâu con ông đầm bòn bưng từ lê sạp miền tây tăng nâu từ bắc châm này ประเทศ khát bù sắt miềnประชาชน จำนวนใบแสนประมวยเหมือนโซนปัน440เนี่ยខេត្តពោធិ៍សាត់គឺស្ថិតនៅភាគខាងលិចនៃប្រទេសនិងមានព្រំប្រទល់ពីខាងជើងជិតនឹងខេត្តបាត់ដំបងនិងបឹងទន្លេសាបខាងលិចជិតនឹងខេត្តកំពង់ឆ្នាំងខាងត្បូងជិតនឹងខេត្តកំពង់ស្ពឺខេត្តកោះកុងនិងខាងលិចជិតនឹងប្រទេសថៃហើយក៏ស្ថិតនៅចន្លោះបឹងទន្លេសាបនិងចុងខាងជើងនៃជួរភ្នំក្រវាញទន្លេពោធិ៍សាត់កាត់ខេត្តនេះហូរពីជួរភ្នំក្រវាញទៅភាគខាងលិចនៅទន្លេសាបខាងកើតបានចំពោះទាក់ទងរដ្ឋបាលវិញខេត្តពោធិ៍សាត់គឺមានផ្ទៃដីចំនួន 12,692 គីឡូម៉ែត្រការ៉េចំនួនប្រជាជនគឺមានសម្រាប់ឆ្នាំ 2008 គឺមានចំនួន 397,107 នាក់ខេត្តពោធិ៍សាត់នេះដែរមានស្រុកចំនួន 6 ឃុំចំនួន 42 ភូមិចំនួន 495 ខេត្តនេះរួមមាន 6 ស្រុកនិង 7 សង្កាត់ 42 ឃុំនិង 495 ភូមិប្រជារាស្ត្រនៅក្នុងខេត្តនេះមាន 3.2% នៃប្រជារាស្ត្រទូទាំងប្រទេសកម្ពុជាដងស៊ីតេប្រជារាស្ត្ររបស់ខេត្តគឺ 28 នាក់ក្នុង 1 គីឡូម៉ែត្រការ៉េទាបជាងដងស៊ីតេថ្នាក់ជាតិដែលមានតែ 64 នាក់ក្នុង 1 គីឡូម៉ែត្រការ៉េបានចំពោះស្ថានភាពទូទៅនៅក្នុងខេត្តគឺបានបញ្ចប់នេះខ្ញុំមកអាននឹងប្រវត្តិរបស់ខេត្តតាមពាក្យពីព្រេងនាយដំណាលថាដើមមានដើមពោធិ៍មួយដើមរស័តច្រាសទឹកដល់ផ្លែអស្ចារ្យឃើញដូច្នេះអ្នកស្រុកក៏នាំគ្នាយកខ្សែពួរទៅទាក់ចងតែទាក់មិនជប់ហើយបន្តរស័តដល់កន្លែងមួយត្រង់ខាងមុខព្រះប្រាសាទព្រះខ័នរស័តមកដល់ទីនេះព្រះសង្ឃនិងអ្នកស្រុកបានរៀបចំគ្រឿងពលិកាបូជាទានធូបផ្កាភ្ញីដោយអធិដ្ឋានបួងសួងសុំយាងដើមពោធិ៍ដើម្បីប្រតិដ្ឋានដាំទុកនៅតាំងនោះព្រះសង្ឃបានយកខ្សែអំបោះ7សរសៃទៅចងដើមពោធិ៍រួចប្រគំភ្លេងពិណពាទ្យថ្វាយដើមពោធិ៍ស្រាប់តែដើមពោធិ៍នោះត្រូវបានអ្នកស្រុកអូសតាមជម្រាលដីឡើងច្រាំងខាងកើតប្រាសាទព្រះខ័នបានដោយងាយអ្នកស្រុកក៏ស្រែកអើងកងឡើងថាបានការហើយទួលនេះបានជប់ឈ្មោះទួលបានការតរៀងមកដែលបច្ចុប្បន្នទួលនេះស្ថិតនៅខាងកើតវត្តបាកានក្នុងទឹកដីស្រុកបាកានដោយសារព្រះខ័នមានបារមីខ្លាំងពូកែនិងបួងសួងសុំកំណប់ទ្រព្យបានអ្វីបាននោះដំណឹងបានលេចលឺដល់កងទ័ពសៀមដែលនៅក្បែរព្រំដែនស្វាយដនកែវនិងចង់មកជីកយកវត្ថុតម្លៃទាំងនោះអ្នកស្រុកនិងព្រះសង្ឃក៏នាំគ្នាលើកដៃពួនលុបប្រាសាទក្នុងបំណងលាក់ទុកអាចកំបាំងដោយយកដើមពោធិ៍ទៅដាំលើជំហៀងកូនភ្នំនិងបដូរឈ្មោះ
មកបាកានវិញដែលបច្ចុប្បន្នគេហៅថាស្រុកបាកានក្រៅពីក្រុមសារដកស្រង់ចេញពីសៀវភៅកម្ពុជាសុរិយាឆ្នាំ2003ត្រង់ទំព័រ62នេះនៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជជួនណាតត្រង់ទំព័រ779បញ្ជាក់ថាពោធិ៍សាត់គឺឈ្មោះខេត្តមួយក្នុងកម្ពុជារដ្ឋនៅជិតសងខាងកើតខេត្តបាត់ដំបងតាមពាក្យដំណាលពីព្រេងនាយថាមានដើមពោធិ៍មួយរសាត់ច្រាស់ទឹកមកជាអស្ចារ្យប្លែកហើយគេបានស្រង់យកទៅដាំកន្លែងមួយដោយហេតុដូច្នេះទើបឲ្យឈ្មោះភូមិប្រទេសនោះថាពោធិ៍សាត់ព្រោះពាក្យថារសាត់និងសัตว์ជាពាក្យតែមួយអាចប្រើជួសគ្នាបានលុះសំនេរជាយូរអវ័យមកបានក្លាយជាពោធិ៍សាត់រហូតមកដល់សព្វថ្ងៃខេត្តពោធិ៍សាត់ជាដែនរដ្ឋបាលស្ថិតនៅប្រទេសកម្ពុជាមាន5ស្រុកនិងក្រុងមួយចំនួន40ឃុំនិង10សង្កាត់និងភូមិមានដូចតទៅស្រុកដែលនៅក្នុងខេត្តពោធិ៍សាត់មានស្រុកបាកានស្រុកកណ្ដៀងស្រុកក្រគរស្រុកភ្នំក្រវាញក្រុងពោធិ៍សាត់ស្រុកវាលវែងនិងតាឡូសែនជ័យបាទនេះជាការទាក់ទងខេត្តពោធិ៍សាត់របស់ខ្ញុំបានបញ្ចប់